តោះខ្ញុំបាទសូមក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈនិងព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយក្តីគោរពដោយជ្រះថ្លាខ្ពង់ខ្ពស់អំពីខ្ញុំបាទខ្ញុំបាទនឹងគឺជាមហៅថាអ្នកសិក្សារៀនមុនវិជ្ជាមួយអ្នកប៉ុន្តែដោយសារខ្ញុំនឹងខុសនៅបាទខុសគ្រូបាទបាត់បង់តែដោយសារយើងមើលគេហើយគេអត់រៀបឲ្យអញ្ចឹងទៅក៏ខុសគ្រូបងប្អូនធម្មតាយើងធ្វើជាគ្រូគឺអញ្ចឹងមានផលវិបត្តិនិងគុណវិបត្តិបងប្អូនណាហើយឥឡូវខ្ញុំឈប់ទទួលហើយខ្ញុំរៀបអាសាដើម្បីតែកិច្ចនមស្ការថ្វាយបង្គំយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងតែប៉ុណ្ណោះហើយថ្ងៃនេះខ្ញុំសូមរៀបរាប់អំពីរឿងបញ្ញាក្អែកបន្តិចបងប្អូនបញ្ញាក្អែកដែលបងប្អូនតាខ្មែរយើងបានចងក្រងគឺយើងមានក្បួនប៉ុន្តែដូនតាខ្មែរយើងដឹងថាបញ្ញាក្អែកដែលខ្លាំងគឺមាន7បញ្ញាឫស្សីបញ្ញាអំពិលជូរបញ្ញាស្នោបញ្ញាក្អែកត្រៀងខេតណាបងប្អូនណាទូតព្រៃអាស័យអំពិលជូរស្នោត្រៀងខេតក៏ទូតព្រៃអង្ក្រងស្ដៅបងប្អូនស្ដៅ7មុខណាប៉ុន្តែអ្នកដូនតាខ្មែរបានដឹងថាអានឹងខ្លាំងប៉ុន្តែអ្វីដែលខ្លាំងទៀតគឺមានកង្កោកមួយទៀតកង្កោកវាជាបញ្ញាក្អែកដែលខ្លាំងហើយខ្លាំងជាងដូចកាច់ខ្នាយកាច់ចែតាន់ចឹងប៉ុន្តែខ្ញុំនឹងគឺនឹងសិក្សាផ្ទាល់ខ្ញុំជាអ្នករៀនផ្ទាល់ខ្ញុំសិក្សាខ្ញុំដឹងមានមួយយ៉ាងទៀតគឺខ្លាំងជាងអានឹងទៀតប្រសាទប្រើបាន100គុណអ្វីដែលខ្ញុំបានសតិបញ្ញាគឺដោយសារឆ្នាំនឹងដែរបាទគឺខ្ញុំបាត់បង់សតិឈួតជិត2ឆ្នាំដោយសារបញ្ញាក្អែកគឺដើមពោធិព្រឹក9ណាបញ្ញាក្អែកនេះបងប្អូនដឹងហើយពោធិព្រឹកគឺពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹកសាលព្រឹកពុទ្ធប្រសូតនៅក្រោមដើមសាលព្រឹកគេហៅថារាំងភ្នំរាំងប្រសូតអានេះគឺជាជំនឿពីដូនតាយើងមកអ្នកដែលមានផ្ទៃពោះគេតែងតែរើសស្លឹករាំងភ្នំយកទៅដាំទឹកឲ្យអ្នកពុទ្ធធំដាំទឹកហូបដើម្បីឲ្យប្រសូតមកកើតកូនមកស្រួលដោយពុទ្ធតែនេះជាជំនឿទេបើគាត់ថាខ្ញុំនឹងមានសតិបញ្ញាដោយសាររុក្ខជាតិទាំងអស់ហ្នឹងគឺខ្ញុំបាននៅហូបបញ្ញាក្អែកដើមសាលព្រឹកនៅវត្តភ្នំដិនដើមសាលព្រឹកប្រវត្តិពុទ្ធប្រសូតនៅឥណ្ឌាបាទបន្ទាប់មកគេយកមិត្តមកផ្សំបំបែកមកដាំនៅស្រីលង្កាពោធិព្រឹកបងប្អូនដឹងហើយពោធិព្រឹកវាមានពោតូចនិងពោធំស្រុកគេហៅពោតូចពោធំពោជ្រៃក្រឹមពោផ្សេងពោធិព្រឹកផ្សេងអ្នកខ្លះមិនយល់ទេតែដើមពោធិព្រឹកវាមិនងាយមានបញ្ញាក្អែកបងប្អូនមិនដឹងអត្តភាពអីដើមហ្នឹងវាមិនងាយចាប់មិនងាយទុំមិនងាយកើតតែបងប្អូនយល់ហើយថាពោធិព្រឹកគឺប្រវត្តិពុទ្ធប្រសូតអញ្ចឹងវត្តពុទ្ធត្រាស់ដឹងអញ្ចឹងគ្មានអ្នកខ្លះមិនយល់ធម៌ទេអាចារ្យខ្លះគេថាដើមពោឲ្យព្រាយនៅអ្នកមិនយល់ធម៌មានតពោទីព្រឹកហ្នឹងអ្នកណាទៅហ៊ានមានព្រាយនៅអាចារ្យណាគាត់វង្វេងថាដើមពោឲ្យព្រាយនៅដើមពោក្នុងផ្ទះប៉ុន្តែអ្នកដើមពោគឺអញ្ចេះដើមពោទីព្រឹកដោយសារដើមពោទីព្រឹកដាំទៅយើងទៅដាក់អីទៅព្យួរទៅបត់ជើងអីបាញ់ទៅវាបាបគេដាំនៅទីអារាមវត្តភាគច្រើនគេធ្វើបង់គេធ្វើខឿនត្រឹមត្រូវប៉ុន្តែយើងមិនយល់ពោទីព្រឹកណាទៅមានព្រាយនៅអានេះជាគតិមួយដែលបងប្អូនមិនទាន់យល់ទេបងប្អូនណាហើយអរគុណប្រមាណបងប្អូនដែលខ្ញុំមានសតិបញ្ញាគឺដោយសារដើមពោធិព្រឹកសាលព្រឹករាំងសាបហ្នឹងណារាំងសាបដើមហៅដើមបញ្ញាក្អែកដើមកណ្ដោលដើមត្រាចដើមសង្កែយ៉ាង3ហ្នឹងយកមកដាំទឹកហូបទៅក៏មានសតិបញ្ញាឡើងវិញដាក់ត្រាំក្នុងពាងនេះជាជំនឿប៉ុន្តែខ្ញុំក៏អរគុណនៅរុក្ខទេវតាបញ្ញាក្អែកវាជារុក្ខទេវតាដែលយើងបានដឹងថាបញ្ញាក្អែកវាមាននៅដើមឈើប្រភេទរុក្ខជាតិហើយដូចជាកណ្ដាញ់សក់មួយយ៉ាងកណ្ដាញ់នោះយ៉ាងទៅទុំលើគេផ្ញើប្រាំលើគេប៉ុន្តែបងប្អូនខ្មែរមួយចំនួនគាត់មិនទាន់យល់អញ្ចឹងគាត់ដឹងថាមានតែដើមហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចង់បានបងប្អូនថាបងប្អូនណាដែលមានឃើញបញ្ញាក្អែកដើមពោធិព្រឹកគឺប្រវត្តិព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមហ្នឹងសាលព្រឹកនេះពោទឹកនេះបងប្អូនខ្ញុំត្រូវការពួកខ្ញុំមានប្រមាណខ្ញុំយល់ដែរជាប្រវត្តិដែលខ្ញុំបានសតិបញ្ញាមានជីវិតទី2ហើយក៏មានជីវិតសាថ្មីក៏ធ្វើឲ្យខ្ញុំបានយល់ធម៌ច្បាស់បំផុតយល់ដឹងអំពីមនុស្សចរិតមនុស្សមិនខ្ញុំមើលដឹងទាំងអស់ហើយមនុស្សល្អអាក្រក់នៅការរាប់អានគ្នាយើងដឹងហើយថាសតិបញ្ញារបស់ខ្ញុំក៏មានសតិដើរធ្វើបុណ្យបន្តខ្ញុំបង្កើតមូលនិធិបាទមនុស្សសប្បុរសធម៌ជួយជនភ័យក្រំទូលគុណជនអរគុណពុកម៉ែបងប្អូនជនរួមចិត្តមួយចំនួនតែងតែសួរខ្ញុំអំពីរឿងមុនវិជាការណាក៏យើងរៀនមានតំណមគ្រូដែរហើយយើងរៀនបប្រតិបត្តិតាមគ្រូនីមួយៗទៅអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនគឺសាងអំពើល្អជាកុសលកុំឲ្យអំពើអាក្រក់មកដណ្ដើមដួងចិត្តបងប្អូនណាធ្វើ
thơ bôn đã tiên khinh lục bần bát nó đã ba tơ bôn đây bôn đào bôn cơ bài chân đảo yêu mình lục bần bát ban ăn sòng bôn dương cơ ban ăn sòng bôn tay nẹt khla mình chưa bôn đây bôn đào hay nẹt khla có xuôi sầm núi đôi dừa rương tiện tôn ông Phật Sasna sân nâng sẽ khá bọt bóng ôn vô chôl thua bún đọc một phẩy năm nẹt khla quạt mình vô lấy bóng ôn chôl thua từ sọ chôl tăng phía dùng một phẩy đời lâu chất bài đến từ chôl bôn tay 20 năm ấy sốt giang kênh nào cái tăng mình rồi chạy em khơi như năng ấy nó chia cai chừng nữa mà bọn tàu điên hay bạn để bắt phong bọn á lẹ phong bọn lơ chật lơ mót bóng bọn thế rồi ngày được lao này khám lùm lao bảo là hùng phê vậy đào kia nắng mà năm nước ba bắt ông bọn hay sọc sọc vô khơi kia miếng đi đam kia chế hình cho mót đâu từ mót bởi dương thưa bọn bứt đó nơi từ lơ mót tới bóng bọn bài cái đang mà đông từ lăng thành su ban đấy đứa nó bị miên bứt nó một bọt pre hay sớm máy pre co vùng về đấy pre bu chia xa bu chia sang sẽ bị băng gì vô từ sắc xa điên chỉ mùi ấy xây từ bọt hay bàn tay pre cần chứ pre còn bạc xa đi mấy bàn tay lô vùng về lô than ấy mình chỉ lâu từ lô quạt trát đấy lô có bay từ điên xây từ mà tầm mồm từ lô trát đang khơi chân đó ấy xây cái miên muôn sớm máy bọc bột bàn tay ấy xây sớm máy bọc bột sớm đây thị bút thị khlang ó cha đấy mà đong họ chơi đấy ông bố nó ta lô kinh than ấy mình chỉ lâu từ lô quạt trát đấy lô lâu ngọc sọc lô có bay từ điên mây từ chân riêng ấy xây sớm máy pre cái lẽ nó cái đồ thô sẽ chặt thô cứ buộc ấy xây này cứ bồn bịa sẽ chặt bằng tiếng tròn hàng mình đại bồn bịa của họ thì đôi chiều riêng khu mình tê và đa ca tê và đa đâu có tê và đa miền riêng mua đôi chiều riêng nè đây riêng này dễ bịa bứt phun phố đấy cứ có họ cái hào thờ mũ xà đó một trong sẽ kha bọt riêng mũ xà có đại đó một vì khai chủ bọt màu ở đây xia còn một phách đại sầm lạp sát đại ba hay chế tận na bón ba lời đại chế tận na sầm lạp chỉ hai đầu muốn anh chân bóng ôn đời còn control trong bát xong người ta chui follow trong bát hết anh ai chạy vào nhà ai bí đầm bay mình nuôi thua chất sập ra thua chui chôn phải cross sọc không ai giống miên chả đó bóng nhưng mà bằng cọt mà đã chung hay nhầm đã lấy từ sau đầm bay của na còn khai khai điều ở còn to ở 300 như thế dương chui chất từ sắc sạc to này đã còn khoa khá tiếng chui qua tới bàn ăn sòng bón hai bụng mai và bón đắng người ta bón dương nó lớn thì dương lẹ nó dương khơi cái bàn hộp cái bàn sáng dương sờ bài chất dương bàn ăn sòng bón riêng bóng bón thợ bón này mình nó lơ mót bóng bón thế nó lơ lôi lơ cả thế nè khác thợ bón cái thà bàn lôi chọn nhiều thợ bón phân tay trong kẹp thang bón nó lơ thì nè anh miền lôi trâu rọc bón rọc mớn mình cứ thằng này anh bàn bón của anh thơ nó style nó miền nâu bà nâu nín muốn nó style khỏi hay năng mình ban bón thế tụi bài cái đang đồng làm số là sao cái lẽ cái sự bài chỉnh riêng nó về miền bật sầm mày pre hay bóng ổ đó ngay nè khai vô lôi từ bậc kênh pre nè lôi từ thoa đạp pre mà thị gia đã lơ tay pre hay chưa đã hay chạy sao nó là chăn chạy sao nên đám đó như vậy chạy sao nó là chăn là cho bạn cho sau lấy bên tay on miền lẽ năng thế vô bài từ bọt ấy từ bọt đầm bay chung thế này nè con sót con bàn ngày sau mình nuôi cháo con mấy sót trắng tiết con ở ban nuôi cháo bàn nè bàn nuôi chung thế cháo bàn tức cả bàn tức rồi trắng phục mang vốn công vùng về từ bọt hơi bên tay vô từ sông lịch từ sông bè bọt đó sông lịch nào thôi xem nắng chả tới khóc bọn mình bờ cài chả trâu bè bờ cài hay xu tham bè ao đấy bờ bè đắng bè nó miền chuẩn bè đạm một cái nhỏ bán đi sai bè lẽ hẳn đang nhìn vô đang tập kênh bè xu tham đang trâu đấy bọn mình vô bị cha na tệ bành nhau miền tệ ô bạn còn là phần tay dương mình vô thua bọn vốn đang tha bọn lẽ bong nâu ta mà tất tít làm krom li chỉ là chặt hành đầy hay bọn lẽ bong pôn lẽ bong côn anh chăng bọn lẽ đã nghiêng vô lui rồi phải sông nào sông này sọt sông hay ra chơi nhớ mới chặt tấu tấu tháp em một cái bên đây bong côn cùng oi thôi chẳng nhẹ khá vô mình trâu vô là bon mình trâu bong côn vô lại chơi mòn sao mới chơi ta đi tập mòn tôm người ta sông mà tôi lấy chạy sau lại trâu chạy nói trâu anh mình chỉ lâu bè tê bóng ôn công vùng về tiên sông bóng ôn miền tệ pa nhà là đời xa bon mình cứ ca sông những thế bật miền tháp của tháp
បើចង់មានឲ្យខំបាទខំឲ្យប្រើប្រាស់លុយឲ្យត្រូវទៀតមិនមែនខំដោយសុំកតុយលេខទេបងប្អូនមួយជាខ្មែរយើងមួយចំនួនគឺសុំកតុយលេខសុំលេខសំណាងខ្ទមអ្នកតារៈអ្នកតាផ្លោព្រះមិនមែនទេព្រះថាឲ្យយើងខំមានឲ្យយើងខំបងប្អូនណាខំរកលំចេញលុបចូលមានហើយបងប្អូនបល័យមានឧអកសៈហ្នឹងខំមានខំរកលំចេញលុបចូលមានណាអ្នកខ្លះឲ្យខ្ញុំមកចាបល័យឲ្យរស់ស៊ីមានប៉ុន្តែដេកមិនដែលក្រោកទៅមន់8 9ថាក្រោកឧអកសៈខ្ញុំចាទៅចាបានទេបើយើងមិនខំស៊ូថាមានដែរបងប្អូនអញ្ចឹងពុកម៉ែបងប្អូនតែងតែស្គាល់ខ្ញុំបាទហើយខ្ញុំជាអ្នកហៅថានៅកូរ៉េខ្ញុំបាទនៅកូរ៉េខ្ញុំមានសទ្ធាសេរីតាមទឹកវិជ្ជការនេះផ្ដាំដល់លបងទឹកវិជ្ជការស្គាល់ខ្ញុំហើយពីមុនធ្លាប់ជួយជំនួយគ្នាតាមរយៈខ្ញុំតាំងពីសេរីទឹកវិជ្ជការដើរជួយជាអ្នកសប្បុរសធម៌ជួយអីហ្នឹងខ្ញុំនៅអ្នកហៅថាពលករខ្មែរនៅកូរ៉េបាទខ្ញុំឈ្មោះពលករសំណង់ឆ្លងដែនពីមុនខ្ញុំមានបាទគេហៅថាមានបានបើកបរជាអ្នកមេការនៅប្រទេសកូរ៉េបងប្អូនខ្មែរដែលស្គាល់ខ្ញុំនៅកូរ៉េទាំងអស់ខ្ញុំអ្នកមកការនៅកូរ៉េខាងដែកបងប្អូនខ្ញុំគិតកូរ៉េនៅកូរ៉េគឺមានគេហៅថាមានអ្នកមានបានបើកបរមានឡានជិះគឺខ្ញុំហ្នឹងហើយខ្ញុំមានសញ្ញាបត្រមានបានសរសើរច្រើនណាស់មានគ្រប់បាទមានគ្រប់ជំនាញមានជាងដែកជាងឈើក្រុមទៀតធីមហៅធីមមានទាំងអស់បងប្អូនហើយអ្វីដែលខ្ញុំមានគឺខ្ញុំមិនដែលលះបង់គឺមិនមែនភ្លេចអ្នកក្រទេឃើញគេជួយគេផ្ញើលុយទាំងក្រេទាំងពាន់មកស្រុកខ្មែរនេះជាទឹកចិត្តរបស់ខ្ញុំធ្វើបុណ្យពីធំដល់ឥឡូវបន្ទុយដល់ឥឡូវអានេះហើយគឺជាបុណ្យយើងសន្សំយើងមានសុខអ្នកខ្លះអ្នកធំខ្លះមានឯកឧត្តមអង្គខ្លះឃើញអ្នកសុំមិនដែលបើកឡានឃើញគេមានមិនអោយជេរគេទៀតគេយកបុណ្យមកឲ្យហើយមិនយកបុណ្យបែរទៅបាទទៅបំបាក់ទឹកចិត្តគ្នាថាឲ្យគ្នារៀនឲ្យហើយវារៀនអត់មានថាឲ្យខំរស់ស៊ីរំចាយទៅហើយវីដេអូនេះខ្ញុំបាទសូមប្រកាសណាសូមក្រាបថ្វាយបង្គំដល់ព្រះអង្គផុនភក្តីនេះដែលជាព្រះគ្រូដែលដល់ឱវាទព្រះធម៌ដែលខ្ញុំបាទនឹងតែងតែស្រឡាញ់គ្រប់ដែលជាសាវកព្រះពុទ្ធព្រះអង្គតែងតែទូមានព្រះធម៌មកមេណាគឺសិតតែសាច់ធម៌មានន័យខ្លាំងណាស់បងប្អូនខ្ញុំប្រកាសណានេះគិតថាព្រះពុទ្ធបានបរិនិព្វានទៅហើយប៉ុន្តែនៅមានសាវកគឺព្រះសង្ឃនឹងឯងដែលជាសាវកព្រះហើយព្រះអង្គទូលមានហើយព្រះអង្គគឺជាអ្នកដែលជួយសង្គមខ្មែរយ៉ាងខ្លាំងមែនទែននៅមណ្ឌលកែប្រែណាក៏មានជាज्ञानបាយព្រះអង្គគុណទេពបុផាក៏មានជាज्ञानបាយព្រះអង្គលោកដែលគាត់ថាកំព្រាព្រះអង្គបង់ថ្លៃសាលាឲ្យ2 3ឆ្នាំបងប្អូនចៃព្រះអង្គខ្ញុំបាច់បាត់ព្រះអង្គយូរហើយបើព្រះអង្គមកស្រុកខ្មែរសូមនិមន្តព្រះអង្គមកទេសនាដើម្បីប្រោះព្រះមេដាពួកខ្ញុំម្ដាយខ្ញុំគាត់ពិបាកបន្តិចអញ្ចឹងទៅបើសិនជាព្រះអង្គមានឱកាសថ្ងៃណាមិនជួបព្រះអង្គផលទៅដល់ផុនភក្តីខ្ញុំឈ្មោះដូចព្រះអង្គដែរនៅខេត្តតាកែវដូចគ្នាខ្ញុំបាទហ្នឹងគឺឈ្មោះសុផលប្រាក់សុផលប៉ុន្តែខ្ញុំដាក់ផលធារោទៅរបងទៅគាត់ថាជាកលុបបានបញ្ញាចេះចាំនៅធម៌អាវិន័យដោយរបស់របងផុនភក្តីបាទខ្ញុំកាលណាសូមគោរពព្រះអង្គដែលគាត់ជាសាវកព្រះក្រុងច្បាំងជីវរដែលគាត់បានប៊ូសច្រើនភាសាហើយឥឡូវនេះខ្ញុំបាទក៏សង្ឃឹមថាថ្ងៃណាមួយមានឱកាសជួបរបងផុនភក្តីបាទជាអ្នកដែលត្រួតត្រងសាសនាដល់ដងសាសនាយ៉ាងរុងរឿងទៅបានដោយសារព្រះសង្ឃអញ្ចឹងហើយបងប្អូនដឹងថាព្រះសង្ឃគឺជាសាវកព្រះពុទ្ធព្រះអង្គដឹងទេថាសាវកព្រះអង្គសប្រែពៀនទៅតែព្រះអង្គមានគេអកទុកចែកព្រះអង្គមានទ្រព្យទុកចែកដល់ហ្នឹងឯងខ្លះថាអញ្ចេះព្រះអង្គមានគេឲ្យចែកព្រះអង្គប្រែពៀនទៅប្រមាណពាន់ណាមានទ្រព្យទុកលុយទុកផ្ទះណាឲ្យព្រះអង្គទុកគឺព្រះអង្គទុកនៅមានបាតមួយបងប្អូនយល់អត់បាតនេះជាគេរបស់ព្រះតាបាតនេះយើងនិមន្តទៅណាប្រសង់ដែលសិនតែគាត់និមន្តបិណ្ឌបាតគូចោឲ្យតែមានបាតមួយអត់ខ្វះចង្ហាន់ទេឲ្យទៅលោកប៉ុន្តែយើងសាក់ឆ្លៀតវាខោអាវកាន់បាតមើលអត់នេះទេបងប្អូនកាន់អត់មានបាយហូបឡើយហ្នឹងគឺថាយើងមានដៃមិនចឹងមិនខំដើររត់សុំកាន់បាតទេតែបើពុទ្ធមានបាតមួយទៅណាព្រះសង្ឃអត់ខ្វះចង្ហាន់ឆាន់ទេតែឥឡូវនេះរឿងចង្ហាន់នេះគឺមានអ្នកខ្លះវង្វេងក្នុងព្រាមសាសនាយកបាតទៅបិណ្ឌបាតដែរគឺអីផ្សេងទៅរបស់នេះវាមិនមែនជាមានផ្លូវព្រះទេកុំវង្វេងកុំយល់លៀបសក្ការៈរឿងបិណ្ឌបាតហ្នឹងបាតនេះជាបាតព្រះពុទ្ធទេលុះតាតែអ្នកឯងក្រុងច្បាំងជីវរកុំឲ្យវង្វេងរោគលៀបសក្ការៈច្រើនពេកហើយផ្ដាំដល់អ្នកដែលគាត់ធ្លាប់ស្គាល់ខ្ញុំដឹងថាខ្ញុំបានបាត់បង់សតិបាន
មានសតិបញ្ញាឡើងវិញគឺដោយសារបញ្ញាក្អែកផឹកបញ្ញាក្អែកមិនមានសតិអញ្ចឹងខ្ញុំគេហៅថាអនាចអច្ចបញ្ញាក្អែកពីម្ចាស់ភេកហើយពុកម៉ែបងប្អូនដឹងទេតោះសូមពុកម៉ែបងប្អូនបញ្ញាក្អែកដែលខ្ញុំដឹងគឺខ្ញុំមានសតិដោយសារដើមពោធិ៍ព្រឹកសាលព្រឹករាំងសាបនេះគេមានជំនឿថាដាំមុខផ្ទះដើម្បីចដើផ្ទះកាច់ចដើផ្ទះឈើកាច់គេដាក់ដើមរាំងសាបសម្រាប់ការពាររាំងសាបនេះមានផ្កាសនិងផ្កាក្រហមពុកម៉ែបងប្អូនដឹងហើយអញ្ចឹងរាំងសាបនេះខ្ញុំមានបញ្ញាក្អែកអ្នករៀនមុនអង្គមួយចំនួនគេច្រើនតែមិនដើរក្រោមដើមស្ពឺទេដើមស្ពឺរាំងសាបផ្លែស្ពឺគេមិនហូបប៉ុន្តែខ្ញុំមានទាំងអស់ខ្ញុំមានសតិបញ្ញារិសារុក្ខជាតិអញ្ចឹងខ្ញុំបាទគេហៅថាអនាចអច្ចបញ្ញាក្អែកបាទសូមអរគុណដល់ពុកម៉ែបងប្អូនជនរួមជាតិនៅក្នុងនិងក្រៅប្រទេសខ្ញុំបាទសូមរៀបរាប់បន្តិចដែលបងប្អូននៅខ្មែរនៅក្នុងក្រៅប្រទេសជាពិសេសបងប្អូននៅនាយសមុទ្របងប្អូនទៅនៅប្រទេសណាក៏ជាខ្មែរដែរកុំភ្លេចកំណើតដើមកំណើតជាខ្មែរពុកម៉ែបងប្អូនណាព្រោះខ្មែរយើងនេះមានដើមកំណើតគឺជាខ្មែរកើតនៅខ្មែរទៅស្លាប់នៅប្រទេសគេនៅតែខ្មែរចូលសញ្ជាតិគេនៅតែខ្មែរកុំឲ្យភ្លេចសញ្ជាតិដើមរបស់ខ្មែរយើងហើយអញ្ចឹងនេះនៅថៃគឺសុទ្ធតែខ្មែរជនជាតិថៃយើងនេះគឺចូលសញ្ជាតិខ្មែរចូលជាតិខ្មែរទៅចូលសញ្ជាតិថៃគេបានចូលទៅជនជាតិថៃកាន់តាញាណបានថៃប៉ុន្តែប្រវត្តិពីមុនឲ្យថាវ័យថៃគេវ័យយកទឹកដីទៅតាមយកដីអីក៏បានចូលសញ្ជាតិគេទៅព្រោះថៃអាចោលឈានពីនេះវាយកទឹកដីខ្មែរដូចជាខេត្តនេះបងប្អូនស៊ីសកេតបុរីរាមអីហ្នឹងណាបុរីខ្មែរមាន3តែថៃយកទៅខ្មែរបុរីរាមខ្មែរស៊ីសកេតខ្មែរសរិនបងណាថៃយក3ហើយអ្នកខ្លះថាមានខ្មែរគួយមិនទេប៉ុន្តែខ្មែរដែលចំគឺមានតែខ្មែរសរិននិយាយខ្មែរបុរីរាមខ្មែរស៊ីសកេតនៅកម្ពុជាក្រោមមានវៀតណាមមានខ្មែរក្រោមអញ្ចឹងបងប្អូនដឹងថាយើងនៅសញ្ជាតិជាខ្មែរបើយើងទៅទឹកដីចូលសញ្ជាតិគេនៅតែខ្មែរកុំឲ្យភ្លេចកំណើតដើមតាមដល់បងប្អូនក្នុងក្រៅផ្ទះសូមបង្រៀនថាខ្មែរនៅតែជាខ្មែរកុំឲ្យភ្លេចសញ្ជាតិដើមហើយអរគុណដល់ប្រុសស្រីដែលគាត់នៅខាងសហរដ្ឋអាមេរិកគាត់ជាជនជាតិខ្មែរគាត់បានចូលសញ្ជាតិអាមេរិកហើយតាមដល់ស្រីប្រុសផងដែលគាត់បានតែមិនភ្លេចកំណើតដើមគាត់ទៅនៅស្រុកគេគាត់ជាខ្មែរចូលសញ្ជាតិអាមេរិកក៏ដោយប៉ុន្តែគាត់នៅមិនភ្លេចសញ្ជាតិខ្មែរមកធ្វើបុណ្យកុសលមកធ្វើបុណ្យធ្វើអំពើល្អបងប្អូននៅសូមមេត្តាសាងអំពើល្អបាទឃើញគេអត់បាយឲ្យបាយឃើញអត់កៅអៅវិស្រាបុណ្យយកមិនអស់និយាយខ្លះចូលវត្តតែមិនចេះធ្វើទានទេបងឃើញអ្នកអាចារ្យមួយគាត់ជាអាចារ្យមួយគ្នាធ្លាប់សុំសិលមួយគ្នារាល់សិលតែគាត់ឈឺទម្ងន់ត្រូវការវេះកាត់ខ្វះលុយខ្វះកាក់បើណាមានធានរៃអ្នករៀបនិយាយនោះគ្រាន់លឺគេថារៃលុយជួយតានទៀតមិនចេះលះរត់ទៅផ្លូវជាគីផ្លូវរត់ផ្លូវដើរចេញមិនចេះធ្វើទានហ្នឹងហើយមិនលើទេបងប្អូនយើងមានតែទ្រព្យពេលខ្លះយើងមានញាតិតែអត់ទ្រព្យមានទ្រព្យញាតិរឿងធ្វើទាននេះយើងចេះចែករំលែកក្តីស្រឡាញ់ពួកយើងជាកំណើតខ្មែរបងប្អូនកុំឲ្យពងវែងនៅបាទថានៅលៀបសក្ការៈច្រើនពេកលុយកាក់ហ្នឹងគ្រាន់តែជារបស់ក្រៅខ្លួនទេអ្វីដែលបុព្វបុរសយើងបានសន្សំទុកគឺគាត់មានស្លាប់ប្រែពៀនទៅស្លាប់ទៅហើយគាត់មានគេឈ្មោះគាត់ដោយសារយើងស្លាប់តែរូបកាយទេតែឈ្មោះគេឈ្មោះយើងនៅចាលើប្រាង្គប្រាសាទលើផ្ទាំងសិលាអញ្ចឹងហើយពុកម៉ែបងប្អូនដឹងថាអំពើល្អនេះសូមមេត្តាសាងអំពើល្អធ្វើចិត្តសប្បុរសធម៌ដើម្បីឲ្យជនខ្មែរយើងជនជាតិដើមជាមួយគ្នាកុំឲ្យអ្នកខ្លះគាត់លំបាកខ្វះខាតហូបហើយយើងចេះចែករំលែកនៅគេហៅថាបាទអំពើល្អធ្វើទៀនដាក់បងនេះអត់បាយឲ្យបាយអនកកៅគ្នាទៅប៉ុននៅទៅលើមាត់បងប្អូនហើយប៉ុននេះយើងត្រូវដឹងថាធ្វើអំពើល្អតែងតែនាំមកនៅបាទធ្វើអំពើល្អតែងតែបានអំពើល្អពុទ្ធសាសនាវាអញ្ចឹងធ្វើបុណ្យចែកបានវិស័យបុណ្យចែកវិសាយើងចេះចែករំលែកបុណ្យហើយយើងអនុមោទនាបុណ្យដែរមិនមែនចេះតែយួរបានទេច្បាប់កម្មផលព្រះពុទ្ធសាសនាយើងដាំដើមស្លែងបេះផ្លែស្លែងដើមមានបេះផ្លែមានដាំហើយយើងបេះដល់ខ្លួនឯងគ្នាមិនដាំជួយបេះយើងទេខុសពីដើមឈើយើងដាំដើមស្វាយយើងអត់បេះមានគេមកបេះបានតែបើយើងសាងល្អយើងសាងល្អហើយសួរថាមានពីណាមកបេះអំពើល្អយើងដាំនៅបានទេមានយើងមកលួចបានទេបងអំពើល្អពីណាសាងនឹងទទួលប៉ុន្តែច្បាប់កម្មផលយើងសាងបច្ចុប្បន្នទទួលអនាគតជាតិបងប្អូនរឿងព្រះមោគលានឥឡូវខ្ញុំសូមលើកពីព្រះមោគលានមួយព្រះមោគលានអេតតកៈខាងរិទ្ធព្រះអង្គខ្លាំងរិទ្ធខ្លាំង
ជាសាវករបស់ពុទ្ធខាងរិទ្ធព្រះអង្គចង់ចុះនរកទៅនរកឈានជើងមកផ្លេចចង់ទៅឋានសួគ៌ព្រះអង្គរិទ្ធប៉ុណ្ណឹងហេតុអីក៏ឲ្យចោល500នាក់3នឹងតិចឆ្អឹងឥឡូវសូមលើកពីព្រះប្រវត្តិព្រះមុខលានបន្តិចបងប្អូនដឹងហើយលោកគ្រូមួយចំនួនដែលគាត់សិក្សារៀនមុនវិជាការគាត់កុំចង់លៀបសក្ការៈខ្លះថារបស់ខ្លាំងមានរិទ្ធមានអំណាចប្រកែកការពារបាញ់ចេញបាញ់ចូលហ្នឹងមិនមានទេបងប្អូនសាងអំពើល្អនៅទៅលើបងប្អូនទេហើយកុំបងប្អូនគាត់ពង្វេងពាក្យព្រះនៅកោឲ្យដើរជេរម៉ែគេមិនមានគុណធម៌បងប្អូនមិនប្រកែទេមិនឲ្យតម្លៃព្រះផងសួរថាយើងមិនគោរពព្រះផងឲ្យយើងប្រកែមិនព្រះមករៀនលិតរិទ្ធប៉ុណ្ណឹងឲ្យចំរួចដល់ពុំបងទៅឋានលើឋានសួគ៌ប្រោះពពួកទេវៈហើយព្រះអង្គរិទ្ធប៉ុណ្ណឹងហើយគេឲ្យចោល500នាក់អ្វីនឹងតិចឆ្អឹងឥឡូវលើកឲ្យតិចរៀបបទរបស់រៀនតិចសូមចប់ដោយសារកម្លាំងកម្មពីអតីតជាតិរបស់លោកជឿការញុះញង់របស់ប្រពន្ធឃើញអត់ប្រហែលគាត់ពីអតីតជាតិរបស់លោកនេះមិនមែនជាបច្ចុប្បន្នទេលោកបានត្រាស់ដឹងជាតិទី9បាទជាតិទី99បងបានត្រាស់ដឹងជាព្រះរហន្តណាត្រូវចោល5នាក់3បន្តិចឆ្អឹងតែហេតុអីក៏លោកមិនកិច្ចលោករិទ្ធប៉ុណ្ណឹងលោកកិច្ចលើកទី1លោកដឹងពលលោកព្រះអរហន្តលោកអស្ចារ្យណាស់លោកដឹងមុននឹងអស់អ្នកណាមកពីណាក៏ដឹងមកក៏ដឹងដែរតែលោកនិមិត្តលើកទី1លោកប្រមិត្តតាមរួនបាត់លើកទី2លោកនិមិត្តទៅតាមពួកអួយបាត់ហ្នឹងទៅលើកទី3លោកប្រមើលមើលពីកម្លាំងកម្មលោកមកឃើញកម្មលោកគួរទទួលលោកសម្លាប់លោកនេះមិនសម្លាប់ទេលោកវាយម្ដាយបីដែរវាយមីដាជឿការញងប្រពន្ធដាក់ម្ដាយខ្លួនឯងទៅមកបំណុងម្នាក់មកបំណុងវាយតែមិនទាន់ស្លាប់ទៀតតែលោកចាស់ហើយលោកក្រំគ្រាលោកឈឺក្រំគ្រាតែពេលដឹកម្ដាយទៅនេះទីគោទៅធ្វើទៅដល់កន្លែងនឹងព្រៃស្មោឋានធ្វើឡើងចោលប្លន់ច្រើនណាធ្វើជាសំលេងធ្វើរ៉ាចចុះយាយតាខ្វាក់នេះមើលមិនឃើញថាជាកូនទេធ្វើជាសំលេងធំធ្វើចោលប្លន់យាយតាខ្វាក់នេះងើបមើលស្រែកឲ្យកូនរត់អត់ដឹងថានឹងជាកូនទេធ្វើសំលេងចោលកូនរត់ទៅចោលមកកូនរត់កុំខ្វល់ម៉ែឪអីឃើញទេលោកចិត្តស្លាប់ឃើញចោលក៏ខ្វល់ម៉ែឪចាស់អីលោករត់យូរខ្លួនទៅកូនកុំខ្វល់ម៉ែឪដាក់ម៉ែខ្លួនឯងមកបំណុងអ្នកមកបំណុងវ័យម៉ែឪអញ្ចឹងណាគាត់ចាស់ជរាវ័យអញ្ចឹងកូនកុំខ្វល់ម៉ែរត់ទៅកូនរត់ទៅម៉ែឪចាស់ហើយរត់ទៅឃើញទេចោលវ័យប៉ុណ្ណឹងនៅបារម្ភកូនទៀតដល់ពេលហ្នឹងឃើញអញ្ចឹងទៅព្រះមោគលានក៏អាណិតពេកក៏លើកយាយតាទៅផ្ទះវិញទៅវ័យម៉ែអ្នកមកបំណុងហើយគាត់ចាស់ហើយឈឺក្រំគ្រារហូតដល់ស្លាប់ទៅឃើញអត់កម្លាំងកម្មប៉ុណ្ណឹងលោកគួរទទួលផលជាតិទី99លោកបានត្រាស់ដឹងជាព្រះអរហន្តហើយមានរិទ្ធប៉ុណ្ណឹងហើយលោកថាលោកឡើងកិច្ចហើយពួកព្រះអង្គឡើងកិច្ចព្រះអង្គគួរទទួលកម្មផលលោកឡើងកិច្ចឲ្យចោល500នាក់មកលើកទី3មក3ឡើងខ្ទេចឆ្អឹងហើយលោកប្រែនពៀនអត់លោកអត់ប្រែនពៀនទេបងប្អូនលោកគុំឆ្អឹងឡើងវិញអត់តាន់ប្រែនពៀនទេគុំឆ្អឹងឡើងវិញព្រោះសាវកទាំងអស់មុននឹងប្រែនពៀនគួរតែលាព្រះដ៏មានព្រះភិក្ខដើម្បីគួរប្រែនពៀនជាលើកចុងក្រោយព្រះអង្គទៅក្រាបថ្វាយគុំឆ្អឹងទៅលាថ្វាយគុំព្រះដ៏មានភិក្ខព្រះសមណគោតមហើយព្រះអង្គថាមែនព្រះអង្គត្រាស់ព្រះអង្គញៀនដឹងហេតុអីព្រះអង្គមិនគិតមិនជួយព្រះអង្គដឹងថាគួរទទួលកម្មផលច្បាប់កម្មផលយើងអញ្ចឹងយើងសាងកម្មអីបានកម្មហ្នឹងប៉ុន្តែសាងបច្ចុប្បន្នទទួលអនាគតជាតិបងប្អូនទៅដឹងអញ្ចឹងសាងអំពើល្អទាំងអស់គ្នាកុំឲ្យដូចព្រះមោគលានយើងយកតម្រាប់មួយមកពិចារណាយើងគិតថាការស្ដាប់នេះមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់ពេលទៅក៏ចាស់ហ្នឹងក៏ឯងគូប្រែពៀនទីណាព្រះមោគលានខ្ញុំភ្លេចហ្នឹងក្នុងប្រែពៀនទីណាវត្តអីខ្ញុំភ្លេចហើយយាយតាហ្នឹងក៏ចាស់ក្រំព្រះឈឺទៅកូន3ហ្នឹងចាស់ឈឺស្លាប់ទៅហ្នឹងកម្លាំងកម្មប៉ុណ្ណឹងលោកឃើញអត់លោកមិនកិច្ចអញ្ចឹងកម្លាំងកម្មកិច្ចមិនផុតទេពុកម៉ែបងប្អូនជនរួមជាតិកុំអោយឲ្យក្តីអាក្រក់ពងវែងដកជ្រុលជ្រាបក្នុងកៅអៅដួងចិត្តបងប្អូនសាងតែអំពើល្អបាទសាងបុណ្យរៀនសិលរៀនសមាធិរៀនបាទសិលទានសមាធិរៀនធម៌បប្រតិបត្តិនេះសិលទានសមាធិជាទីពឹងនេះយើងបានស្ងប់សុខហើយពុកម៉ែបងប្អូនជនរួមជាតិនៅក្នុងក្រៅប្រទេសសូមមេត្តាជួយចែករំលែកវីដេអូខ្ញុំបាទម្ចាស់ពេកអនាចក្រអជ្ជបញ្ញាក្អែក2ក្រតែទ្របតែមិនក្រសទ្ធាលះនៅភាពកំណាញ់
ព្រោះអ្វីដែលខ្ញុំបានមានសតិបញ្ញាដោយសារស្លាប់ហើយរស់ឡើងវិញខ្ញុំបាទហ្នឹងគឺរៀនចេះដឹងច្រើនដែរបើគាត់ថាដោយសារបាត់បង់ការចងចាំនេះគេថាយើងនឹងរឹតឥឡូវខ្ញុំអត់ចេះដឹងច្រើនដែរបងប្អូនដោយសារយើងមានសតិវិញតិចតិចហើយភាសាមុនយើងភ្លេចឈួតបងប្អូនដេកនោមដាក់ខោបងកម្លាំងកម្មខ្ញុំដេកនោមដាក់ខោជិត1ឆ្នាំជាខោទឹកនោមអញ្ចឹងម្ដាយខ្ញុំពេលខ្លះខ្ញុំស្រស់បងប្អូនខ្ញុំមើលវីដេអូខ្ញុំយំសក់ទៅភ្នែកដោយសារមានម្ដាយមួយគាត់មើលថែយើងអត់ម្ដាយគាត់អស់ចានណាគាត់មកមើលយើងទៀតខុសទៅនោមយើងអត់ដឹងអីទេបងប្អូនសាទខោពេញនឹងហើយអានេះជាកម្លាំងកម្មអញ្ចឹងអ្វីដែលខ្ញុំមានសតិបញ្ញាខ្ញុំឡើងបង្កើតមូលនិធិមនុស្សសប្បុរសធម៌ជួយជនក្រីក្រទូរគតជនគ្មានទីពឹងទីណាមានអ្នកលំបាកទីដែលខ្ញុំនឹងចុះជួយបងប្អូនជួយ follow និង share page ខ្ញុំម្នាក់មួយផងដោយសារខ្ញុំបានស្លាប់ហើយរស់ឡើងវិញពេលខ្ញុំបាត់ការកងព្រលឹងខ្ញុំអត់ក្នុងខ្លួនទេបងប្អូនព្រលឹងខ្ញុំទៅនៅកន្លែងផ្សេងទៅជីទុកមួយស្នល់មួយទៅចម្លងលោកបានបាត់រាល់ព្រឹកហើយថ្ងៃមួយដូចជាលោកព្រះមកប្រោះខ្ញុំដូចជាព្រះមកប្រោះអញ្ចឹងខ្ញុំសូមរៀបរាប់បន្តិចពេលខ្ញុំបាត់បង់ការចាំខ្ញុំមិនមានដឹកខ្លួនឯងទេពេលខ្ញុំដឹកខ្លួនភ្លាមខ្ញុំចាំតែមួយខ្ញុំឌុបលោកទៅបិណ្ឌបាតជាចម្លងទុកបិណ្ឌបាតរបស់លោកទុកថ្នោតមួយនៅកណ្ដាលបឹងណាមួយអញ្ចឹងនៅបឹងដុំត្រឡប់អញ្ចឹងដល់ពេលខ្ញុំបាននៅត្រឡប់អញ្ចឹងមកដឹងថាពេលនោះលោកភ្លៀងខ្លាំងលោកក៏មកជ្រក់នៅក្នុងខ្ទមខ្ញុំនឹងខ្ទមនៅកណ្ដាលបឹងខ្ញុំនៅកណ្ដាលបឹងតំណែងឯងពេលនោះខ្ញុំដឹងលោកមកជ្រក់លោកឃើញភ្លៀងខ្លាំងហើយតក់ដបូលតក់ច្រើនលោកក៏សួរថាញោមខ្ទមញោមលិចអញ្ចឹងតើញោមយកជួសជុលគឺយកធ្វើថ្មីលោកចង់ជួយធ្វើពេលខ្ញុំគាត់ថាកណានៅកណ្ដាលបឹងអញ្ចឹងមកយើងធ្វើថ្មីវាអស់ច្រើនយកជួសជុលបន្តិចបានប្រើវិញពេលនោះដូចព្រះមកប្រោះបងប្អូនហើយយកជួសជុលឲ្យយើងមានសតិបញ្ញាមកវិញដូចដើមអញ្ចឹងដូចមានព្រះមកប្រោះអានេះជារឿងពិតរបស់ខ្ញុំមិនបំភ្លៃការពិតមិនពុតព្រោះទេជាការរៀបរាប់ពីខ្សែពិតខ្ញុំពេលនោះខ្ញុំក៏មានសតិបញ្ញាឡើងវិញភ្លាមហើយបងប្អូនដឹងខ្ញុំនឹងខុសគ្រូស្អីម៉ែខ្ញុំតិចម៉ែមហាច់មកណាជួបគាត់ទៅចូលខាងគ្រូខាងឪពុកខ្ញុំមកបងប្អូនហើយចូលរូបនិយាយអ្នកគេហៅភ្លេងពិនពៀតពីដើមថាភ្លេងសៀមតែលបងផុនពីក្រៃគាត់មានសង្កេតថាកុំឲ្យហៅភ្លេងសៀមហៅភ្លេងខ្មែរភ្លេងពិនពៀតទៅពួកម៉ែគេយកឈ្មោះសៀមមកប្រើពេកពួកអសរអាចោឆ្លេងពីទឹកដីយើងនឹងកុំឲ្យឈ្មោះសៀមញ៉ាភ្លេងពិនពៀតទៅថាចូលអរិយចូលរូបអ្នកស្នងរូបនិយាយចូលស្រែកចូលហ្មងថានេះជារឿងពិតបងប្អូនមិនមានភ្លេងទេម្ដាយខ្ញុំគាត់ដឹងចូលនិយាយឲ្យខ្ញុំជាឲ្យខ្ញុំដឹងខ្លួនណាគាត់ទៅអស់ធូបខុសគ្រូនិយាយថាខ្ញុំធ្វើមើលគេមិនគិតគ្រូអញ្ចឹងយើងខុសអត់មានរៀបទំនើបគ្រូដល់ពេលចូលរូបនិយាយថាឲ្យជាគេទៅអស់ធូបលេងភ្លេងសៀមចប់ខ្ញុំមានសតិដឹងខ្លួនភ្លាមបាទនេះជាខ្សែជីវិតខ្ញុំដែលជាបងប្អូនខ្មែរជនរួមជាតិនៅក្នុងប្រទេសសូមមេត្តាធ្វើអំពើល្អហើយព្រះអង្គផុនភក្តីគាត់ជាអ្នកដែលសាវកព្រះមួយរូបដែលទ្រទ្រង់សាសនាបានយូរហើយលោកតែអប់រំដំបូលមានដ៏ល្អសម្រាប់ខ្ញុំគ្រប់គ្រងលោកលេខ1ក្នុងចិត្តស្ដាប់ទៅលោកហើយស្ដាប់ការស្ដាប់នេះបងប្អូនបើកវិទ្យុស្ដាប់ហើយចោលមិនមែនស្ដាប់ហើយចោលទេបងប្អូនគូពិចារណាស្ដាប់ហើយចងចាំទុកក្នុងចិត្តជាដំបូលមានទូមានព្រានបដាកូនចៅខ្មែរចំនួនក្រោយព្រោះការស្ដាប់នេះមានអត្ថន័យខ្លាំងណាស់តិចគេឲ្យ2ចំោះ2ភ្នែក2គេឲ្យមាត់តែមួយលោកបងប្អូនអត់យល់ហើយគេឲ្យមាត់មួយបើមាត់មួយយើងនិយាយងាប់កព្រុះមាត់ស្លាប់កព្រុះមាត់និយាយអត្តពលមាត់នេះខ្លាំងណាបើគេឲ្យ2និយាយមិនទេបងប្អូនហើយគេឲ្យមាត់មួយព្រះអង្គផុនពីអីគាត់ទេសនារឿងហង្សមួយខ្លួន2រឹតរឿងមាត់ងាប់កព្រុះមាត់ហង្សមួយខ្លួន2តើបងប្អូនពិចារណាមើលពេលនោះអាម៉ាតបរិយាអាម៉ាតគាត់នេះស្ដាយចាប់ហង្សមួយខ្លួនមួយក្បាល2ឃើញខ្លួនមួយក្បាល2ហើយបរិយាអាម៉ាតចង់សារិទ្ធរបស់ហង្សហ្នឹងថ្ងៃហ្នឹងទៅខ្សឹបណាក្បាលទាំងនោះឃើញខ្សឹបធ្វើមាត់អត់ដឹងនិយាយចិត្តនិយាយធ្វើមាត់ជួយអត់មាននិយាយអីតែធ្វើមាត់ប្រឡំអាមួយគេសួរថាមកមានរឿងអីល្អចែកគ្នាស្ដាប់មើលអត់មាននិយាយហងធ្វើមាត់ជួយអត់មានលឺអីហងអាមួយខឹងថាមានរឿងល្អមិនចែកប្រាប់គ្នាទេនៅរស់នៅមួយគ្នាប្រហែលឆ្នាំមិនចេះចែកគ្នារឿងមានរឿងល្អមិនចេះប្រាប់គ្នាស្អីឡើយអាម៉ាត់ទឹកខ្សឹបក្បាលម្ដងធ្វើមាត់ជួយមិនដែលទេ
ដល់ទៅពេលអាមួយគេខឹងតែមើលមានរឿងអីចែកប្រាប់គ្នាថាអញមិនដឹងថាអីដែរអាមួយហ្នឹងមកធ្វើមកជួយអញស្ដាប់មានលឺអីហ៎អាមួយចាប់ដើមខឹងឃើញអត់អញ្ចឹងអត្តពលនៃមាត់នេះគ្រាន់តែយើងនេះពេលខឹងគ្នាហងមានណាខឹងគ្នារើបំរាស់ហែកបាទយះខ្លួនជាពីរស្លាប់ទៅអញ្ចឹងមាត់យើងមានអត្តពលខ្លាំងណាស់ងាប់កំព្រោះមាត់ដែរមាត់នេះយើងនិយាយឲ្យងាប់ឲ្យរស់និយាយស្លាប់កំព្រោះសម្ដីមាត់ពិចារណាមាត់មួយទេបើមាត់ពីរនឹងនិយាយប៉ុណ្ណាបងប្អូនមិនពិចារណាមើលតែតិចគេឲ្យពីរនេះគេឲ្យយើងស្ដាប់គិតកុំឲ្យលឺមកខាងចេញមកខាងស្ដាប់ខាងសងខាងបានដឹងត្រឹមត្រូវរឿងពធសេនាបតីរឿងច្បាំងអ្នកធ្វើអ្នកតបធានយកកូនមានប្រហែលអ្នក18អ្នកបានយកធ្វើទាហានទាំងអស់ច្បាំងដណ្ដើមឈ្នះទឹកដីដល់ពេលម៉ាតនៅផ្ទះនេះគេចាក់ចុចថាពធសេរីជ្រាបស្ដាច់ចង់ដណ្ដើមរាជខ្លះគ្នាចង់មកដណ្ដើមរាជព្រះអង្គឃើញអត់ស្ដាច់អត់ជឿអត់បានស្ដាប់ទាំងសងខាងតែជឿខ្ញុំយកដល់ចាប់ពធសេនាបតីយកទៅសម្រាប់ចោលទាំងកូនទាំងអស់ទាំងកូនទាំងអត់ស្ដាប់ទាំងអស់រឿងហ្នឹងអញ្ចឹងបានគេឲ្យពិចារណាមកគិតតែគិតនាំថាកុំឲ្យស្ដាប់តែមកខាងឲ្យស្ដាប់ទាំងសងខាងតែមាត់នេះអត្តពលមាត់មួយយើងស្លាប់កំព្រុះមាត់ឃើញទេស្លាប់កំព្រុះមាត់ហើយមាត់នេះមានអត្តពលខ្លាំងណាស់បើនិយាយឲ្យស្លាប់និយាយរស់អញ្ចឹងមាត់យើងកុំចេះតែនិយាយហើយយើងឲ្យយើងដឹងថាបងប្អូនរឿងមាត់រឿងតិចនេះយើងមានអត្ថភាពតែអ្នកខ្លះមិនទាន់យល់រឿងបងប្អូនណាគាត់និយាយរឿងកុំស្លាប់ដោយពស់កុំរស់ដោយកង្កែបបងប្អូនដឹងហើយពាក្យថាកុំស្លាប់ដោយពស់នេះគាត់តែងតែសួរខ្ញុំច្រើនរៀបរាប់មិនមកទេមកពេលខ្លីខ្ញុំបញ្ចប់បងប្អូនណាហើយពាក្យថាកុំស្លាប់ដោយពស់នេះសត្វអាសេរពឹសពស់ធម្មតាវាជាសត្វអាសេរពឹសបាទទៅណាគេក្របខ្លាចណាមនុស្សយើងកុំឲ្យធ្វើដោយពស់មានអំណាចបាទដល់កັບចាក់ក្នុងភូមិគេហៅគេខ្លាចក្រអាហ្នឹងដល់ទៅពេលងាប់ទៅគេធ្វើបុណ្យសបាយគេមិនធ្វើបុណ្យសោកស្ដាយគេធ្វើបុណ្យសបាយហូរជ្រាវវិញហ៎ពួកយើងដើរកັບចាក់ក្នុងភូមិបងទុយបងធំគេមិនសបាយអាហ្នឹងងាប់អញឡើងខ្វល់មកហោះម៉ូតូក្រុងហ្នឹងដែរងងអាហ្នឹងឃើញអត់ពាក្យនេះកុំស្លាប់ដោយពស់ងាប់ទៅគេសបាយអញផុតគ្រោះអាហ្នឹងងាប់អញសបាយចិត្តអាហ្នឹងគឺស្លាប់ដោយពស់កុំរស់ដោយកង្កែបគឺមានន័យអញ្ចេះបងប្អូននៅសត្វកង្កែបវាដឹងតែសបាយយំអូកសបាយស្រែកច្រៀងសបាយប៉ុន្តែដល់ពេលព្រានគេអ្នកស្លោះកង្កែបមកបាញ់ឃើញភ្លើងហ្វាច់ឃើញកង្កែបនោះភ័យមិនដឹងរត់ទៅណារត់ទៅចូលរន់ក្តាមអាក្តាមនោះខ្វាតែកង្កែបទេដល់ពេលខ្វាទៅជាប់កង្កែបមកវាមិនដឹងថារត់ហ្នឹងមានក្តាមដែរខ្វាទាំងក្តាមទៀតស្លាប់ទាំងក្តាមទៀតអញ្ចឹងហើយពេលអាសន្នរត់ចូលផ្ទះគេងាប់ដល់គេកុំឲ្យយើងសម្រាប់ធ្វើមនុស្សអញ្ចឹងរស់ដោយកង្កែបកុំឲ្យចូលផ្ទះគេទៅស្លាប់ដល់ម្ចាស់ផ្ទះគេចង់មានន័យអញ្ចេះហើយខ្ញុំបាទក៏សូមមិនវៃឆ្ងាយទៀតទេពុកម៉ែបងប្អូនជនរួមចិត្តនៅក្នុងនិងក្រៅប្រទេសខ្ញុំបាទសូមឲ្យបងប្អូនសាងអំពើល្អជាពិសេសបងប្អូនខ្មែរនៅក្នុងនិងក្រៅប្រទេសខ្ញុំបាទម្ចាស់ភេកអាណាចក្រអជ្ជបញ្ញើក្អី2ជាអ្នកស្រឡាញ់គ្រប់គ្រងនៅវប្បធម៌ខ្មែរដែលបានសិក្សាបាត់បង់សតិខ្ញុំបាទនឹងស្លាប់រស់ឡើងវិញដោយសារកម្លាំងបុណ្យទេសាងអំពើល្អទាំងអស់គ្នាកុំឲ្យសេចក្តីអាក្រក់មកដកក្នុងកៅអៅក្នុងចិត្តបងប្អូនបន្តធ្វើបុណ្យរៀនធម៌សិក្ខាវិន័យបាទបប្រតិបត្តិធម៌ហើយនឹងសាងបុណ្យទានតាក់ទានឃើញអត់បាយឲ្យបាយអត់បងក៏បុណ្យនៅទៅលើបងប្អូនទេអញ្ចឹងសាងអំពើល្អទាំងអស់គ្នាពុកម៉ែបងប្អូនជនរួមជាតិសូមនៅក្នុងក្រៅប្រទេសសូមមេត្តាជួយបាទខ្ញុំបង្កើតមូលនិធិមនុស្សធម៌ជួយជនក្រីក្រខ្ញុំបានជាមនុស្សស្លាប់ឲ្យរស់ឡើងវិញអញ្ចឹងរស់ឡើងវិញដើម្បីធ្វើអំពើល្អពុកម៉ែបងប្អូនជនរួមជាតិនៅក្នុងក្រៅប្រទេសសូមមេត្តាជួយ follow page ខ្ញុំបាទម្នាក់មួយ share ម្នាក់មួយផងហើយលេខទូរស័ព្ទខ្ញុំនៃបងប្អូនចង់ចូលរួមមូលនិធិសប្បុរសធម៌ដើម្បីយកអង្គកន្លែងណាចុះខ្វះខាតចុះទៅជួយផ្ទាល់អត់មានឲ្យឆ្លងកាត់អ្នកណាច្រើនទៅជួបពិតបានឲ្យពិតបងប្អូនណាហើយបងប្អូនជួយតាក់ទងតាមខ្ញុំបាទតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់ក្នុង caption នេះលេខ096852 page ខ្ញុំបាទអាណាចក្រអជ្ជបញ្ញើក្អែក2ក្រតែទ្របមិនក្រសទ្ធាលះបង់បាទទ្របធនដើម្បីជួយសប្បុរសជនដែលគាត់លំបាកជួយមនុស្សធម៌ដែលគាត់លំបាកពុកម៉ែបងប្អូនដឹងតែឥឡូវសូមបងប្អូនជួយចែករំលែកវីដេអូខ្ញុំបាទម្នាក់មួយ
nhưng mình chỉ kêu thế đồng điệp a sẵn ấy đầm bay từ vai bằng cung pre prừng ngay xong mình từ tu xạ yon mình từ tu mời thì thế chắc cũng mai bốn đang nghe tha nhung điệp này vô bộ phốt không bộ phốt ban chay bộ phốt ban bèn biến đó tại bộ phốt ban hào tu miến trong bắt trai về động của này bong ôn vậy đồng muốn khác còn tham bộ phốt sa sầm đào từ lưỡi ấy là xong vậy tới bị chọc phốt sa sầm đào từ lưỡi ấy có ở toàn dừa ពុទ្ធសាសនាគឺជាអ្វីពុទ្ធសាសនាគឺបើសិនជាចំព្រះអង្គសំធឿនគាត់មានសំនៃការកថាពុទ្ធសាសនាគឺជាអវាទព្រះគឺព្រះត្រៃបិដកនេះជាចម្លើយដែលព្រះអង្គសំធឿនដែលគាត់បានប្រែគាត់បានសកត់ទៅហើយអញ្ចឹងពុទ្ធសាសនាគឺអវាទពុទ្ធចាក្នុងព្រះត្រៃបិដកតាមអវាទព្រះទាំងអស់អញ្ចឹងគឺសំដៅទៅលើព្រះត្រៃបិដកទេបាទអរគុណសម្រាប់ការជួយ follow និងចែករំលែកវីដេអូខ្ញុំបាទម្ចាស់ page អាណាចក្រអច្ចបញ្ញាឯក2ក្រទ្របតែមិនក្រសទ្ធាលះបង់ធនធានជួយជនក្រីក្រទុនគុណជនបងប្អូនដែលចង់ចូលរួមនៅសមាគមខ្ញុំបាទនេះបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទខ្ញុំបាទខាងលើនេះហើយបងប្អូនជួយ follow និង share ចែករំលែកបងប្អូនខ្មែរយើងមានអ្នកនៅក្នុងប្រទេសច្រើនដែលគាត់បានទូធាតែគាត់ចង់ជួយអ្នកដែលលំបាកពិតសូមមេត្តាតាក់ទងតាមខ្ញុំបាទសូមអរគុណសូមជម្រាបលា